លើពិភពលោកនេះមានតែប្រទេស4ទេដែលស្គាល់សណ្ដានចោលថៃច្បាស់បងប្អូនគឺប្រទេសឡាវប្រទេសខ្មែរប្រទេសភូមានិងប្រទេសម៉ាឡេស៊ីដោយសារតែប្រទេស4នេះចុះខ្សោយហើយត្រូវបានប្រទេសចោលថៃរំលោភបំពានយកទឹកដីឥតឈប់ឈរប្រទេសខ្មែរគឺជាគំរូវាបានឆក់ប្លន់ទឹកដីរបស់យើង4ខេត្តហើយវាបានបង្រៀនដល់កាន់កូនចៅវាថាទឹកដីរបស់នោះគឺជាទឹកដីរបស់វាមិនដែលបង្រៀនប្រាប់កូនចៅវាថាទឹកដីនោះវាបានដោយរបៀបណាទេវាបង្រៀនប្រាប់កូនចៅវាតែទឹកដីដែលបាត់បង់តែប៉ុណ្ណោះដោយសារតែប្រវត្តិសាស្ត្ររបស់ប្រទេសថៃបង្រៀនកូនចៅរបស់គេអំពីទឹកដីដែលបាត់បង់ដូច្នេះហើយទើបធ្វើឲ្យជនជាតិថៃមានស្មារតីជាតិនិយមជ្រុលតែងតែឆ្លោះជាមួយនឹងរដ្ឋជិតខាងមិនដែលមានមនោសញ្ចេតនាឬក៏មានតំណែងតំណងល្អជាមួយនឹងប្រទេសទាំង4ទេអនាគតទៅបើប្រទេសថៃចុះខ្សោយមែនណាប្រទេសទាំង4នឹងហក់ខំចែកគ្នាស៊ីម្ដងដោយសារតែជាតិសាសន៍ថៃនេះគឺជាជាតិសាសន៍ជាតិនិយមជ្រុលមើងងាយអ្នកជិតខាងមិនដែលមានមនោសញ្ចេតនាឬបំណងល្អជាមួយនឹងគេទេនិយាយឲ្យចំទៅគឺចាត់ទុកអ្នកជិតខាងគឺជាសត្រូវសួរពូជជាទូទៅនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សកាលណាតែយើងយកអ្នកជិតខាងធ្វើជាសត្រូវអនាគតទៅគឺយើងរស់នៅមិនបានសុខទេអ្នកជិតខាងនឹងធ្វើបាបយើងវិញបងប្អូន